អ្នករៀបចំកម្មវិធីប្រគួតរចនាគំនូរសុបិនស្ត្រីនៅក្នុងឆ្នាំ2009គឺបានមើលឃើញថាប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនាគណៈពេលនេះអ្នករៀបចំកម្មវិធីប្រគួតរចនាម្នាក់គឺទទួលបានអារម្មណ៍រីករាយដោយស្នាមញញឹមរបស់ជនជាតិខ្មែរនិងប្រាសាទអង្គរវត្តដែលធ្វើឲ្យលោកស្រីចង់បង្កើតឱកាសទៅដល់ក្មេងស្រីៗនៅកម្ពុជាមានជីវភាពល្អប្រសើរតាមរយៈជំនាញរចនាជាមួយនឹងជំនាញសំខាន់មួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រីវ៉ាខាណាណូកូដែលជាអ្នករៀបចំកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រីចំនួនទី10បន្ទាប់ពីមានការរីករាលដាលនៃជំងឺ Covid-19 រយៈពេល3ឆ្នាំកន្លងមកនេះហើយលោកស្រីក៏បានបន្តថាដើម្បីចូលរួមការងារនេះលោកស្រីគឺបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ2011ហើយកម្មវិធីនេះផងដែរប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅក្នុងការជំរុញឲ្យក្មេងៗដែលជាស្ត្រីគឺមានភាពក្លាហាននិងសម្រេចបាននៅក្តីសុបិនរបស់ខ្លួននៅក្នុងឱកាសនោះដែរអ្នកនាងហៀងវ៉ាតីដែលជាបេក្ខនារីមួយរូបនៅក្នុងកម្មវិធីប្រកួតនេះនិងជាសហរៀបចំកម្មវិធីក៏បានសម្រេចនៅក្តីសុបិនរបស់ខ្លួនគឺការបើកនៅក្រុមហ៊ុនរចនានៅក្នុងឆ្នាំ2016ហើយទន្ទឹមនឹងនេះបេក្ខនារីជាច្រើនក៏ទទួលបានស្នាដៃក៏ដូចជាពានរង្វាន់កម្រិតអន្តរជាតិនិងមានការចាប់យកនៅអាជីពរចនានេះផងដែរហើយសូមបញ្ជាក់ផងដែរថាចំពោះអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតរចនាគំនូរសុបិនស្ត្រីក៏ទទួលបានឱកាសនៅក្នុងការរៀនសូត្រនិងអាហារូបករណ៍នៅក្នុងសាលាសិល្បៈអ្វីកាន់តែអស្ចារ្យគឺស្នាដៃរបស់បេក្ខនារីមួយចំនួនក៏បានយកទៅប្រើប្រាស់នៅក្នុងផលិតផលនៅក្នុងហាង Amazing Cambodia ទាំង7ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Aeon